សួស្តីប្រិយមិត្តអ្នកស្ដាប់ទាំងអស់របស់ Channel ដំណើររឿងសូមស្វាគមន៍មកកាន់អេពីសូតថ្មីហើយក៏សូមស្វាគមន៍មកកាន់រឿងចាក់ចូលនៅថ្ងៃនេះដែរ Admin មានសាច់រឿងមួយយកមកដំណើរចែកជូនប្រិយមិត្តស្ដាប់លេងកំសាន្តដែលសាច់រឿងមួយនេះគឺខ្ញុំទទួលបានពីបងប្រុសម្នាក់ដែលគាត់មានឈ្មោះថាបងសិទ្ធគឺគាត់មានអាយុ38ឆ្នាំហើយគាត់ក៏មានមុខរបរជាអ្នកមេការនៅក្នុងផ្ទះសំណាក់មួយកន្លែងនៅក្នុងរាជធានីភ្នំពេញពេលដែលគាត់បានឡើងមកធ្វើការនៅទីក្រុងភ្នំពេញដែលធ្វើជាមេការផ្ទះសំណាក់ហ្នឹងគាត់ក៏បានជួបនឹងនារីម្នាក់ហើយនារីម្នាក់ហ្នឹងគាត់មានឈ្មោះថាធីរីអញ្ចឹងបងសិទ្ធនិងធីរីហ្នឹងគាត់ក៏បានតាក់ទងគ្នាតែបងសិទ្ធក៏ដឹងដែរថាធីរីហ្នឹងគាត់មានសង្សារហើយប៉ុន្តែបងប្អូនដឹងហើយស្នេហ៍ក៏មិនឈ្នះស្និទ្ធដែរអ្នកណាស្និទ្ធអ្នកនឹងបានកាយអ្នកណាស្នេហ៍គឺបានតែចិត្តអីចឹងណារបៀបថាគេថាស្នេហ៍មិនឈ្នះស្និទ្ធអីចឹងណាខាងគេអ្នកនៅឆ្ងាយបានស្នេហ៍ដែលអ្នកនៅចិត្តគេបានស្និទ្ធស្នាលអីចឹងណាហ្នឹងហើយសាច់រឿងគឺវាអញ្ចឹងកុំឲ្យខានពេលវេលាយូរយើងចូលទៅស្ដាប់សាច់រឿងលម្អិតជាមួយនឹង admin ទាំងអស់គ្នាតែម្ដងទៅតែបើសិនជាប្រិយមិត្តបានស្ដាប់ហើយសូមកុំភ្លេចជួយចុច Subscribe រួចហើយបើកសញ្ញាកណ្ដឹងដើម្បីនឹងទទួលបាននៅវីដេអូថ្មីទៀតពី admin ផ្ដើមនៃសាច់រឿងដំបូងបងសិទ្ធហ្នឹងគឺគាត់ជាកូនកសិករហើយការរៀនសូត្ររបស់គាត់ក៏មិនបានខ្ពង់ខ្ពស់អីដែរគាត់ក៏សម្រេចចិត្តឈប់រៀនឈប់អីហ្នឹងណាក៏ឡើងមកធ្វើការនៅទីក្រុងភ្នំពេញដែលគាត់ធ្វើនឹងកន្លែងផ្ទះសំណាក់មួយកន្លែងដែលម្ដុំជ្រោយចង្វាហើយគាត់ធ្វើនៅផ្ទះសំណាក់ហ្នឹងគឺយូរឆ្នាំដែរហើយតម្រាំតែគាត់បានឡើងធ្វើជាមេការអញ្ចឹងណាដល់ពេលគាត់ឡើងបានធ្វើជាមេការហ្នឹងក៏មាននារីម្នាក់ដែលឈ្មោះធីរីហ្នឹងក៏បានដាក់ពាក្យមកធ្វើការនឹងផ្ទះសំណាក់ហ្នឹងដែរហើយដោយសារតែផ្ទះសំណាក់ហ្នឹងគាត់ខ្វះអ្នករៀបចំបន្ទប់ក៏សម្រេចចិត្តដាក់ផ្លាកប្រកាសរើសបុគ្គលិកស្រីអញ្ចឹងទៅតែក្នុងផ្ទះសំណាក់ហ្នឹងគឺជ្រើសរើសស្រី3នាក់អញ្ចឹងបងសិទ្ធហ្នឹងគាត់ក៏បានឃើញនារីឈ្មោះធីរីហ្នឹងណាក៏បានដាក់ពាក្យជាប់ហើយគាត់នឹងឃើញនារីឈ្មោះធីរីហ្នឹងគឺមានអារម្មណ៍ថាគាត់លួចចាប់ចិត្តស្រឡាញ់អញ្ចឹងណាគាត់ក៏ទៅសួរនាំអីចឹងណាពេលដែលគាត់ដាក់ពាក្យជាប់មកធ្វើការបានមួយថ្ងៃអញ្ចឹងទៅគាត់ក៏សួរនាំថាចែនៅខេត្តណាខេត្តណីអញ្ចឹងណាក៏សួរណែនាំគ្នាទៅវិញទៅមកក៏ស្គាល់គ្នាជាមិត្តរួមការងារជាមួយគ្នាអញ្ចឹងទៅនៅថ្ងៃមួយបងសិទ្ធហ្នឹងគាត់បានឃើញធីរីឈរនិយាយទូរស័ព្ទពេលដែលតនេពីការងារដល់ពេលដែលបងសិទ្ធគាត់ឃើញអញ្ចឹងទៅគាត់ក៏បានទៅសួរនាំធីរីអញ្ចឹងណាសួរថានិយាយទូរស័ព្ទជាមួយណាគេនិយាយជាមួយប្តីមែនហើយធីរីនឹងក៏បានឆ្លើយមកកាន់បងសិទ្ធវិញថាអត់មានប្តីទេតែគាត់និយាយជាមួយសង្សារអញ្ចឹងណាហ្នឹងហើយដល់ពេលនិយាយជាមួយសង្សារអញ្ចឹងទៅស្រាប់តែបងសិទ្ធណាដែលមានចិត្តលួចស្រឡាញ់ទៅលើធីរីហ្នឹងក៏រៀងអន់ចិត្តដែរព្រោះដឹងថាគេមានសង្សារប៉ុន្តែខ្លួនហ្នឹងក៏មានកូនចិត្តលួចស្រឡាញ់គេអញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់នឹងចាប់ផ្ដើមគេថានិយាយលេបខៃឌឺដងពេលដែលធីរីនឹងអត់មាននិយាយទូរស័ព្ទអីទេបន្តមកទៀតបងសិទ្ធគាត់ថានៅថ្ងៃមួយផ្ទះសំណាក់របស់គាត់នឹងបានបិទទ្វារកម្រងទៅដើរលេងនៅការីរុំប្រហែលជា2ថ្ងៃអញ្ចឹងជាបុគ្គលិកនៅក្នុងផ្ទះសំណាក់ហ្នឹងគឺទៅទាំងអស់គ្នាពេលដែលទៅដល់ការីរុំបងសិទ្ធគាត់ថាជាឱកាសល្អរបស់គាត់នឹងសារភាពសួរនាំឲ្យច្បាស់អញ្ចឹងណាថាធីរីនឹងមានសង្សារនៅហើយនិយាយទូរស័ព្ទរាល់ថ្ងៃហ្នឹងនិយាយជាមួយសង្សារក៏និយាយជាមួយប្តីអាហ្នឹងចិត្តគាត់នៅមន្ទិលសង្ស័យអញ្ចឹងណាអាពេលហ្នឹងស្រាប់តែឃើញគាត់ថាឃើញធីរីហ្នឹងដើរតែឯងនៅមាត់អូអញ្ចឹងហើយគាត់ក៏ជាឱកាសល្អគាត់ក៏បានដើរទៅក្បែរហើយគាត់ហ្នឹងក៏បានសួរនាំថានិយាយអញ្ចឹងអូនឯងមានសង្សារនៅគាត់និយាយអូនបដ ாய் អញ្ចឹងណាពេលនោះធីរីក៏បានឆ្លើយទៅប្រាប់គាត់វិញថាសង្សារគាត់មានប៉ុន្តែសង្សាររបស់គាត់ហ្នឹងដូចជាមិនសូវគិតគូរជាមួយនឹងគាត់ប្រហែលដែរទេហើយពេលអញ្ចឹងបងសិទ្ធគាត់ឮអញ្ចឹងគាត់ក៏បាននិយាយថាឥឡូវអូនឯងផ្ដើមស្នេហ៍ជាមួយនឹងបងវិញមើលអូនឯងទៅគិតគេដល់ណាទៀតបើគេមិនសូវខ្វល់ខ្វាយពីអូនឯងផងហ្នឹងអូនឯងគិតគេធ្វើអីដល់ពេលអញ្ចឹងទៅគាត់ថាពេលហ្នឹងធីរីរៀងអៀនហើយគាត់ហ្នឹងក៏បានឆ្លើយមកកាន់បងសិទ្ធវិញថាគាត់សុំគិតមើលសិនអីចឹងណាបងសិទ្ធគាត់ថាពេលហ្នឹងឮថាគេឆ្លើយសុំគិតមើលសិនស្រាប់តែគាត់ហ្នឹងរបៀបថាដៃដល់បងប្អូនគឺគាត់រត់ទៅអោបចកេះគេពីក្រោយប៉ុន្តែខាងស្រីហ្នឹងក៏បានឆ្លើយថាបងឯងធ្វើអញ្ចឹងគេឃើញខ្វះគេដល់ពេលអញ្ចឹងទៅគាត់ប្រុងតែនឹងចាក់ចូលគ្នានៅកន្លែងហ្នឹងប៉ុន្តែដោយសារតែគេមកដើរលេងច្រើនអញ្ចឹងទៅគឺគាត់មិនសូវជាហ៊ានធ្វើរឿងហ្នឹងទេ
ចឹងគាត់បានគិតក្នុងចិត្តថាថ្ងៃណាមួយគាត់នឹងធ្វើរឿងនឹងតឲ្យបានហើយការដើរលេងរបស់ពួកគាត់ទាំងពីរហ្នឹងទាំងអស់គ្នាដែលនៅក្រុមការងារជាមួយនឹងគាត់ហ្នឹងក៏បានត្រឡប់មកកន្លែងធ្វើការវិញអញ្ចឹងដល់ពេលគាត់បានត្រឡប់មកធ្វើការវិញក៏បានធ្វើការធម្មតាប៉ុន្តែបង្សិតហ្នឹងរបៀបថាដោយអេមីននិយាយគឺគាត់ដៃដល់ឃើញធីរីដើរតែឯងចឹងទៅគាត់ក៏បានរុញធីរីច្រើននឹងជាងប្រុងតែនឹងបងប្អូនគិតមើលទៅមិនចាំតែអេដមីននិយាយបកស្រាយវែងឆ្ងាយបងប្អូនសាក់សម័យហើយបដោតអារម្មណ៍ស្ដាប់ហើយធីរីគាត់ក៏បាននិយាយថាបងឯងស្រឡាញ់ខ្ញុំបើបងឯងស្រឡាញ់ខ្ញុំបងឯងធ្វើអញ្ចឹងធ្វើអីបើបងឯងធ្វើអញ្ចឹងយើងការតែម្ដងទៅហើយស្រាប់តែបងសិតហ្នឹងគាត់ថាចាំធ្វើហើយសិនទៅចាំយើងការតាមក្រោយក៏បានដែរពេលអញ្ចឹងទៅធីរីគាត់ឆ្លើយថាអីអត់កើតទេស្រាប់តែគាត់កំពុងតែនេះហើយស្រាប់តែភ្ញៀវហ្នឹងក៏បានជិះម៉ូតូចូលមកកន្លែងផ្សារម៉ូតូធ្វើឲ្យពួកគាត់ទាំងពីរហ្នឹងគឺគេថារបៀបថាបាទនិយាយបងប្អូនសាក់សម័យទៅដល់ពេលអញ្ចឹងទៅគាត់ក៏បបាយផ្លូវគ្នាប៉ុន្តែអាពេលហ្នឹងគឺគាត់អត់មានបានធ្វើអីទេអាពេលហ្នឹងគឺគាត់ប៊ីសតែហ្នឹងណាប៊ីសដែរអញ្ចឹងណាហ្នឹងហើយបងសិតហ្នឹងគាត់ក៏បានគុំនៅក្នុងចិត្តដែរហើយគាត់ក៏បាននិយាយទៀតថាឲ្យតែឃើញមុខធីរីហ្នឹងគឺគាត់មានអារម្មណ៍មួយដែលថាបងប្អូនហ្នឹងអារម្មណ៍នឹងប្រុសមិនហ្នឹងហើយអេដមីនក៏ហ៊ាននិយាយអីចំពេកដែរទេដោយសារតែខ្លាច YouTube វាចាប់វាពមៀនអេដមីននេះអញ្ចឹងណាប៉ុន្តែគាត់នៅតែគុំក្នុងចិត្តគាត់ថាថ្ងៃណាមួយគាត់នឹងធ្វើរឿងនឹងតឲ្យបានប៉ុន្តែការគិតរបស់គាត់នឹងគឺដូចបំណងមែននៅថ្ងៃមួយគឺគាត់នឹងបានទៅរៀបចំបន្ទប់នៅក្បែរបន្ទប់លេខ27ដល់ពេលអញ្ចឹងទៅ27ជឿនជពេលនោះធីរីគាត់ក៏បានឡើងមកបោសសម្អាតនៅបន្ទប់27នឹងដែរហើយបន្ទប់ជាប់គ្នានឹង27 26ជាប់គ្នាហើយដល់ពេលអញ្ចឹងទៅជាឱកាសល្អរបស់បងសិតដល់ពេលបងសិតគាត់ឃើញធីរីអញ្ចឹងទៅហើយណាមួយពួកគាត់ទាំងពីរហ្នឹងក៏ចាប់ផ្ដើមស្នេហ៍អញ្ចឹងតាមគាត់ធ្វើជាសង្សារនឹងគ្នាអញ្ចឹងមានន័យថាធីរីហ្នឹងគាត់មានសង្សារនៅឆ្ងាយម្នាក់ហើយប៉ុន្តែគាត់មកធ្វើការនៅទេសនៈជាមួយបងសិតហ្នឹងគឺគាត់មានសង្សារមួយទៀតអញ្ចឹងមានន័យថាឈ្មោះធីរីហ្នឹងគឺគាត់ខ្លួនមួយជីទូពីអញ្ចឹងណាហ្នឹងហើយដល់ពេលគាត់មានសង្សារនៅឆ្ងាយនោះក៏មិនសូវខ្វាយខ្វល់បែរនេះគេរៀងខ្វាយខ្វល់ប៉ុន្តែខ្វាយខ្វល់មែនប៉ុន្តែគេដៃដល់ពេលអញ្ចឹងទៅពួកគាត់ដល់ពេលជាឱកាសល្អរបស់គាត់ស្រាប់តែថ្ងៃមួយហ្នឹងគាត់ក៏បានរុញធីរីចូលទៅក្នុងបន្ទប់ហ្នឹងហើយបងប្អូនហើយគោលបំណងរបស់គាត់ហ្នឹងគឺលេងចាក់កលេចគ្នាអញ្ចឹងណាហ្នឹងហើយបងប្អូនចាក់កលេចហ្នឹងហើយដល់ពេលអញ្ចឹងទៅស្រាប់តែពេលហ្នឹងគឺគាត់បានបង្ខំធីរីមែនតែនគឺគាត់របៀបថាអារម្មណ៍បញ្ជ្រោលអញ្ចឹងណាបង្ខំធីរីឲ្យគេងនៅជាមួយគាត់និយាយស្រួលស្ដាប់អញ្ចឹងទៅប៉ុន្តែពេលហ្នឹងគឺធីរីយំហើយធីរីហ្នឹងគាត់ក៏បាននិយាយថាអត់មានអ្នកណាហ៊ានធ្វើដាក់គាត់អញ្ចឹងនិយាយថាអត់មានអ្នកណាហ៊ានធ្វើដាក់គាត់អញ្ចឹងទេហើយគាត់ក៏បានយំហើយបងសិតហ្នឹងក៏បានសន្យាដែរថាបើសិនជាមានរឿងអីកើតឡើងគាត់នឹងទទួលខុសត្រូវអញ្ចឹងណាពេលហ្នឹងគាត់ថាធីរីគិតតែពីយំអីចឹងណាគឺគាត់បានរត់ទៅពួននៅកន្លែងក្បាលក្រែប៉ុន្តែខ្ញុំឆ្ងល់ដែរហេតុអីគាត់សុខចិត្តពួនយំហេតុអីគាត់រត់បើកទ្វាររត់ចេញទៅក្រៅណាចាំបាច់ទៅពួនក្បាលក្រែធ្វើអីដល់ពេលអញ្ចឹងទៅបងសិតហ្នឹងគាត់ក៏បាននិយាយលងលោមថាឥឡូវបើសិនជាអូនឯងចេះចុះ1 2 3 4អញ្ចឹងទៅរបៀបថាលួងលោមអញ្ចឹងណាដោយបទចម្រៀងភ្លេងការគេច្រៀងថាលោមនាងចូលផ្ទុំអីចឹងណាហ្នឹងហើយរបៀបចឹងឯងដល់ពេលលួងលោមចឹងទៅហើយបងសិតហ្នឹងក៏បាននិយាយថាបើយើងនេះហើយយើងរៀបការតាមក្រោយក៏បានដែររឿងហ្នឹងវាមិនសំខាន់ទេសំខាន់តែយើងបាននៅមួយគ្នាចេះចុះចឹងទៅនឹងសំដីប្រុសព្រានហ្នឹងបងប្អូនដល់ពេលគាត់និយាយបណ្ដើប៉ុន្តែដៃនៅអត់ស្ងៀមទេចេះតែចាប់នេះចាប់នោះនិយាយទៅដៃមឹកបងប្អូនរបៀបចឹងឯងដល់ពេលអញ្ចឹងទៅគាត់ក៏និយាយលួងលោមពួកគាត់ទាំងពីរហ្នឹងក៏បានមានអីនឹងគ្នាក្នុងគ្រានោះតែម្ដងទៅហើយពេលហ្នឹងភ្លើងស្នេហ៍ក៏បានឆេះឡើងហើយពួកគាត់ទាំងពីរក៏បានឡើងទៅជួបប្អិននៅឋានលើដល់ពេលពួកគាត់បានឡើងទៅជួបប្អិនរួចហើយគាត់ហ្នឹងក៏បានសន្យាជាមួយគ្នាថារៀបការអញ្ចឹងទៅស្រាប់តែ 2-3 ខែក្រោយមក
ធីរីនឹងគាត់ក៏បានរបៀបថាគាត់ចាញ់កូនអញ្ចឹងណាហ្នឹងហើយគាត់គេនៅមួយគ្នាចាញ់កូនហើយគាត់នឹងក៏បាននិយាយកម្រងរៀបការជាមួយនឹងបងសិតប៉ុន្តែបងសិតនឹងគឺគាត់របៀបថាគាត់អត់តន់ចង់បានប្រពន្ធអីចឹងណារបៀបថាគាត់ថាខ្មុំក្រេបលំអងក្រេបផ្កាយកតែលំអងហើយក៏ຕົកផ្កាចោលចឹងរបៀបចឹងឯងដល់ពេលនិយាយរឿងរៀបការចឹងទៅខាងសិតហ្នឹងក៏ឆ្លើយដោះសារថាចាំមើលទៀតហ្នឹងទៅប៉ុន្តែធីរីនឹងគាត់បានប្រាប់ថាកូននៅក្នុងផ្ទៃមានរយៈពេល2 ខែ 3 ខែហើយបងសិតហ្នឹងគាត់ថាអូនឯងតម្លាក់សិនទៅកុំឲ្យຕົកកុំឲ្យខ្លាចតែខ្មាស់គេអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅធីរីនឹងដោយសារតែគាត់ស្រឡាញ់គាត់អីអញ្ចឹងណាគាត់ក៏បានធ្វើតាមសំណើរបស់បងសិតហ្នឹងទៅហើយដល់ពេលអញ្ចឹងទៅតម្លាក់រួចស្រាប់តែគាត់នឹងក៏បាននិយាយរឿងរៀបការទៀតហើយបងសិតក៏គាត់អត់ចង់បានរៀបការភ្លាមដែរដោយសារតែគាត់មិនសូវជឿសិលលុយប្រមាណទេដល់ពេលគាត់ជួនអីដល់ពេលគាត់ឆ្លើយលេសដោះសារអញ្ចឹងស្រាប់តែសង្សារចាស់របស់ធីរីនឹងដែលនៅឆ្ងាយហ្នឹងណាក៏បានខលមកសុំត្រូវគ្នាវិញអញ្ចឹងភ្លេចបញ្ជាក់ប្រាប់ពុកម៉ែបងប្អូនពីក្បាលវីដេអូដោយសារធីរីនឹងគាត់បែកគ្នាជាមួយនឹងសង្សារចាស់របស់គាត់ហើយដល់ពេលស្រាប់តែធីរីក៏បានគេនៅជាមួយវងសិតហើយស្រាប់តែសង្សារចាស់ហ្នឹងក៏បានខលមកសុំត្រូវគ្នាវិញហើយក៏សុំរៀបការសុំធីរីរៀបការអញ្ចឹងទៅហើយដល់ពេលអញ្ចឹងទៅស្រាប់តែវងសិតហ្នឹងគាត់បានឱកាសល្អគាត់យល់លេសអញ្ចឹងណាថាបើមិនតដាច់អ្នកចាស់ហេតុអីក៏តាក់តងគាត់ឲ្យចេះ1 2 3 4អញ្ចឹងណាតែអញ្ចឹងបានឱកាសរបៀបថាសង្សារចាស់គេខលមកត្រូវគ្នាបានដៃបដ ாய் អញ្ចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏ធីរីនឹងក៏បានយំអីចឹងទៅគាត់របៀបថាគាត់ຕົកចិត្តលើមនុស្សខុសអីចឹងណាដល់ពេលអញ្ចឹងទៅគាត់ក៏ឈប់ពីផ្ទះសំណាក់ហ្នឹងទៅគាត់ក៏ទៅរកសង្សារចាស់របស់គាត់ហើយទៅរកសង្សារចាស់របស់គាត់ទៅគាត់សង្សារចាស់របស់គាត់ក៏ចូលស្ដីដណ្ដឹងការតាមប្រពៃណីអញ្ចឹងណាដល់ពេលការបានមួយឆ្នាំឮថាមានកូនមានអីណាណីទៀតហើយជាមួយប្តីជាមួយសង្សារចាស់ប្តីរបស់គេហ្នឹងហើយដល់ពេលបងសិតហ្នឹងគាត់ចែកសាច់តម្រឿងចែកចម្លែកសាច់រឿងហ្នឹងមកគាត់ចែកម្លែកបដាគឺគាត់នឹកនារីអ្នកនឹងបដាដោយសារថាគាត់មិនគួរធ្វើទាំងវើអញ្ចឹងដាក់អញ្ចឹងណាហ្នឹងហើយពុកម៉ែបងប្អូនសាច់រឿងគឺមានតែប៉ុណ្្នឹងឯងបើសិនជាពុកម៉ែបងប្អូនស្ដាប់ទៅមិនយល់ត្រង់ចំណុចណា comment នៅខាងក្រោមវីដេអូប៉ុន្តែសូមបញ្ជាក់បន្តិច comment ដើម្បីស្ថាបនាហាមជេរហាមនេះទាំងអស់សូម្បីតែនិយាយមួយម៉ាត់ឲ្យស្រួលស្ដាប់ចឹងទៅគឺ comment តែពាក្យល្អមក admin នឹងកែសម្រួលតាមវីដេអូក្រោយៗទៀតហ្នឹងហើយខ្ញុំបាទ admin ដំសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗទៀតបាយបាយ